បាទជំរាបសួរវីដេអូនេះសូមផ្ញើជូនទៅបងប្អូនដែលរកស៊ីផ្នែកគ្រឿងម៉ាស៊ីនដូចជាផ្នែកគ្រឿងចាក់ឬអីហ្នឹងគេមានរូបមន្តមួយដើម្បីរកទិន្នផលប្រេងរបស់ម៉ាស៊ីនបន្សុទ្ធគឺគេប្រជទូទៅតាមលក្ខណៈជា international ទូទាំងពិភពលោកម្ដងគេអាចប្រើរូបមន្តនោះបានអូខេអញ្ចឹងសូមរីករាយទស្សនាដូចតទៅអញ្ចឹងគេមានរូបមន្តមួយគឺ Shuel គឺទិន្នផលប្រេងហ្នឹងគឺស្មើជាមួយនឹង power គឺស្មើជាមួយនឹង power គុណជាមួយនឹង load power គុណជាមួយនឹង fuel rate រួចចែកជាមួយ density អូខេអញ្ចឹង fuel rate fuel គឺគេគិតជាលីត្រនៅក្នុង1ម៉ោង power គឺគេគិតជា kilowatt low power maximum គឺ 100% fuel rate គឺគេគិតជាគីឡូក្រាមក្នុង kilowatt ម៉ោង density គឺគេគិតជាគីឡូក្រាមក្នុង1លីត្រតោះឥឡូវយើងមើលឧទាហរណ៍ជាក់ស្ដែងមួយ SK នៅស្រុកខ្មែរយើងរបស់ក្រុមហ៊ុនមួយប៉ុន្តែខ្ញុំសូមលាក់ឈ្មោះខ្ញុំអត់បង្ហាញឈ្មោះទេលើសមើល SK 081មានកម្លាំង081មានកម្លាំង110 kW អញ្ចឹងសួរថា SK 100ដែលមានកម្លាំង110 kW គឺស៊ីប្រេងប្រមាណលីត្រក្នុង1ម៉ោងអញ្ចឹងយើងរកទិន្នផលប្រេងនោះគឺ fuel ស្មើនឹងកម្លាំងមានន័យថា110 kW យើងដឹងថាកម្លាំងមានន័យថា110 kW គុណជាមួយនឹង load power load power នោះគឺគេមិនដែរយក 100% ទេភាគច្រើនយើង maximum យើងថា 90% អញ្ចឹងមានថា 90% គុណ fuel rate fuel rate ជាទូទៅកម្លាំង 90 kW ជាទូទៅគឺស្មើជាមួយនឹង 0.205 ក្រាម 0.205 គីឡូក្រាមក្នុង1 kW ម៉ោងចែកជាមួយនឹង density មានន័យថា density របស់ប្រេងបន្សុទ្ធ density របស់ប្រេងបន្សុទ្ធនៅស្រុកខ្មែរនេះគឺប្រហែលជា 0.835 គីឡូក្រាមក្នុង1លីត្រនៅសីតុណ្ហភាព30 អង្សាសេអញ្ចឹងពេលដែលយើងគុណមកយើងចំនួនលេខចូលដល់មានន័យថា110 kW គុណជាមួយនឹងអូខេ 90% មានន័យថា 0.9 គុណជាមួយនឹង 0.205 ក្រាមចែកជាមួយនឹង 0.835 អញ្ចឹងទូទាត់មកប្រហែលជាខ្ទង់ 24.3 លីត្រក្នុង1ម៉ោងអញ្ចឹងពេលនេះយើងដឹងថាកម្លាំងរបស់ SK របស់យើងគឺ SK របស់យើងដែលមាន capacity 110 kW ហ្នឹងគឺវានឹងស៊ីប្រេង24 លីត្រចុច3ក្នុង1ម៉ោងលីត្រក្នុង1ម៉ោងបាទជាចុងក្រោយសូមបញ្ជាក់ថារូបមន្តដែលយើងកំពុងតែប្រើប្រាស់ហ្នឹងគឺវាមានកម្រិតល្អៀងខ្លះៗដែរទៅតាមទី1 quality របស់ម៉ាស៊ីនទី2 line and duration របស់ម៉ាស៊ីនទី3លក្ខខណ្ឌអាកាសធាតុក្នុងការប្រើប្រាស់បងប្អូនយល់យ៉ាងណាពីប្រការកណនីរបស់រូបមន្តដែលខ្ញុំបានបង្ហាញហ្នឹងជួយ comment នៅក្នុងវីដេអូផងឬក៏មានចម្ងល់អីជួយ comment ក្នុងវីដេអូខ្ញុំនឹងធ្វើការឆ្លើយតបបាទសូមអរគុណ